ស្ត្រីម្នាក់ដែលជេរប្រមាថអ្នកពោធិ៍សាត់ថាជាពូចោបានចូលខ្លួនសំទោសត្រូវឃាត់ខ្លួនរហូតមកដល់រសៀលថ្ងៃទី24ខែសីហានេះម្ចាស់គណនី Facebook ដែលមានឈ្មោះថាអាយ៉ាទឹកថ្នោតជូដែលបានជេរប្រមាថដោយពាក្យសម្ដីធ្ងន់ធ្ងរទៅលើអ្នកពោធិ៍សាត់បណ្ដាលឲ្យមានប្រតិកម្មពេញបណ្ដាញសង្គមនោះបានចូលខ្លួនមកសារភាពកំហុសហើយនិងកំពុងសាកសួរតាមនីតិវិធីនៅស្នងការនគរបាលខេត្តនេះបើតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តពោធិ៍សាត់នាងបានចូលខ្លួនសារភាពនៅវេលាម៉ោង 1 រសៀលថ្ងៃទី24ខែសីហានេះហើយត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួនតែម្ដងបើតាមអាជ្ញាធរខេត្តម្ចាស់គណនី Facebook រូបនេះនឹងមិនត្រូវបានអនុគ្រោះនោះឡើយនឹងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីពីព្រោះស្ត្រីរូបនេះបានជេរប្រមាថដោយពាក្យសម្ដីធ្ងន់ធ្ងរទៅលើអ្នកខេត្តពោធិ៍សាត់ទាំងមូលគួររំលឹកថាថ្មីនេះម្ចាស់គណនី Facebook ដែលមានឈ្មោះថាអាយ៉ាទឹកថ្នោតជូបានបង្ហោះផ្សព្វផ្សាយវីដេអូនៅក្នុងគណនី TikTok របស់ខ្លួនទាក់ទងទៅនឹងករណីឡានរបស់ខ្លួនត្រូវបានចោរលួចបូមប្រេងហើយនាងបានដៀលថ្មេះនិងជេរប្រមាថអ្នកខេត្តពោធិ៍សាត់ទាំងមូលថាមីយៀតអនពូជចោរជាដើមហើយបន្ទាប់ពីបានទទួលនៅព័ត៌មាននេះរដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីបំភ្លឺនិងស្នើទៅដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវយកបុគ្គលម្នាក់នេះមកផ្ដន្ទាទោសស្របតាមច្បាប់ឲ្យបានតឹងរឹងជាទីបំផុតពីព្រោះការជេរប្រមាថនេះប្រជាពលរដ្ឋមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តមិនទទួលយកបានជាដាច់ខាតជនជាប់ចោទធោសំណាងនិងបពុត្រូវបានតុលាការសម្រេចចោទប្រកាន់លើ4បទល្មើសក្រោយពីធ្វើការសាកសួរតាមនីតិវិធីជនជាប់ចោទធោសំណាងនិងបពុ2នាក់ទៀតត្រូវបានតំណាងអัยការសម្រេចចោទប្រកាន់លើ4បទល្មើសនេះបើតាមការបញ្ជាក់របស់លោកឆៃហុងអ្នកនាំពាក្យអัยការអមសាលាដំបងរាជធានីភ្នំពេញកាលពីល្ងាចម្សិលមិញនៅក្នុងបទល្មើសទាំង4ទី1គឺបំផ្លាញដោយចេតនាទី2កៃបំបត្តិដោយទុច្ចរិតទី3រំលោភអំណាចនិងទី4បទសម្អាតប្រាក់តាមក្រមព្រហ្មទណ្ឌច្បាប់ស្តីអំពីការប្រឆាំងអំពើពុករលួយច្បាប់ស្តីអំពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មឆ្នាំ2020គួររំលឹកថាលោកធោសំណាងអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុលនិងព្រំដែននៃក្រសួងការបរទេសនិងបពុ2នាក់ទៀតត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU នាំខ្លួនទៅសាកសួរកាលពីថ្ងៃទី20ខែសីហាពាក់ព័ន្ធទៅនឹងបទល្មើស online scam ហើយត្រូវបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីកាលពីល្ងាចថ្ងៃទី23ខែសីហាឆ្នាំ2026នេះកម្ពុជានឹងបើកច្រកព្រំដែនជាមួយវៀតណាមនិងឡាវបន្ថែមទៀតដើម្បីជំរុញការវិនិយោគនិងដឹកជញ្ជូនដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនក៏ដូចជាការវិនិយោគជាមួយនឹងប្រទេសវៀតណាមនិងឡាវកម្ពុជាមានគម្រោងបើកច្រកព្រំដែនបន្ថែមទៀតនេះបើតាមការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងពិធីសម្ពោធផ្លូវនៅខេត្តក្រចេះកាលពីព្រឹកមិញសម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើងថាយើងនឹងពន្លឿនការដឹកជញ្ជូននិងការវិនិយោគឲ្យមានគុណភាពនៅក្នុងនោះសម្ដេចក៏បានផ្ដល់អនុសាសន៍ទៅក្រសួងសាធារណការក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពន្លឿនការដឹកជញ្ជូនរៀបចំបរិយាកាសវិនិយោគទេសចរឲ្យមានគុណភាពហើយដើម្បីគ្រប់គ្រងទៅដល់ការអនុវត្តកម្មវិធីជាពិសេសការវិនិយោគនៅក្នុងខេត្តទាំង4នៅក្នុងភូមិភាគឦសានឆ្នាំ2025ឆ្នាំ2028ប្រកបទៅដោយជោគជ័យសម្ដេចបានស្នើឲ្យបន្តសិក្សាបើកច្រកព្រំដែនថ្មីរវាងកម្ពុជាវៀតណាមនិងឡាវបន្ថែមទៀតស្របទៅតាមការពិនិត្យនិងពិភាក្សាកន្លងមកក្នុងនោះក៏បានជំរុញការសិក្សាសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មានដូចជាផ្លូវលបឿនលឿនភ្នំពេញបាវិតដើម្បីភ្ជាប់ជាមួយនឹងផ្លូវលបឿនលឿនវៀតណាមការកសាងស្ពានឆ្លងកាត់ទន្លេល្ពៅនិងខេត្តព្រះវិហាររបស់កម្ពុជានិងខេត្តចម្ប៉ាសាក់របស់ឡាវជំរុញការបើកប្រតិបត្តិការដឹកជញ្ជូននៅច្រកព្រំដែនមឿនជ័យព្រៃវែងរបស់កម្ពុជាជាមួយនឹងវៀតណាមនិងច្រកទ្វារព្រំដែននៅខេត្តរតនគិរីនិងខេត្តអត្តពើរបស់ឡាវដើម្បីលំហូរទៅដល់ការធ្វើពាណិជ្ជកម្មទេសចរនិងការដឹកជញ្ជូន
ក៏ដូចជាការតបភ្ជាប់រវាងប្រជាជននិងប្រជាជន